បុកល្ហុងអំពិលខ្ចីខ្វះត្រីឆ្អើរប៉ុន្តែមានក្តាមប្រៃហើយមានសាច់មាន់អាំងទៀតបងប្អូននិយាយពីរសជាតិគេវិញបងប្អូនអើយជូរប្រៃហិលដិតគឺថាឆ្ងាញ់ដល់លិតដៃតែម្ដងគឺឆ្ងាញ់ខ្លាំងមែនតែនហើយសម្រាប់បងប្អូនដែលអត់ទាន់ចេះធ្វើបងប្អូនអាចមើលវីដេអូរបស់ខ្ញុំបានតែមុននឹងទៅមើលរបៀបធ្វើសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច follow page ហើយនិងជួយ subscribe YouTube channel ម្នាក់មួយផងណាបងប្អូនហើយសម្រាប់ link YouTube channel ដែរគឺមាននៅលើ profile Facebook របស់ខ្ញុំនេះឯងបងប្អូនឥឡូវងាកមកមើលមុខម្ហូបរបស់យើងវិញណាបងប្អូនសម្រាប់បុកល្ហុងអំពិលខ្ចីមួយមុខនេះណាប្រហុកដិតប្រៃជូរហិលប៉ុណ្ណេះហើយបងប្អូនចង់ផ្ទាប់បន្ថែមជាមួយបន្លែអីផ្សេងក៏បានដែរតែសក់ផលិតក្តាតអីនឹងត្រួយកធំធេឬក៏ត្រួយកទួតអីហ្នឹងណាបងប្អូនអើយគឺថាឆ្ងាញ់ទាំងអស់តែម្ដងណាថ្ងៃនេះខ្ញុំអត់សូវសម្បូរបែបអីម៉ានេះបន្លែបងប្អូនគឺមានតែល្ហុងតកួនហើយក៏មានសណ្តែកគួរអំពិលខ្ចីខ្ទឹមសម្ទេសតែប៉ុណ្្នឹងឯងបងប្អូនម្ទេសខ្ញុំបន្ថែមម្ទេសក្រៀមខ្លះហើយនិងម្ទេសស្រស់ខ្លះអត់ហ៊ានដាក់ម្ទេសក្រៀមទាំងអស់ទេព្រោះថាហិលខ្លាំងហើយគ្រឿងផ្សំយើងអត់ភ្លេចទេប្រហុកមិញហ្នឹងដាក់ម្ចាស់ដៃចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងបងប្អូនហើយក៏មានក្តាមប្រៃនេះដែរបងប្អូនក្តាមប្រៃគេនេះគឺលាយគ្រឿងស្រាប់គឺថាឆ្ងាញ់តែម្ដងជាដំបូងការបុកល្ហុងអំពិលខ្ចីរបស់យើងគឺយើងដាក់ម្ទេសហើយនិងខ្ទឹមយើងបុកឲ្យម៉ត់ទៅបងប្អូនបន្ទាប់មកទៀតគឺយើងដាក់អំពិលខ្ចីជាមួយគ្នានឹងទៅយើងបុកជាមួយគ្នាបែបហ្នឹងទៅបានវាឆាប់ម៉ត់ណាបងប្អូនសម្រាប់អំពិលខ្ចីដែរសម្រាប់ខ្ញុំផ្ទាល់គឺពេលដែលខ្ញុំបុកល្ហុងឬក៏ខ្ញុំបុកអីដែលយើងដាក់អំពិលខ្ចីភាគច្រើនគឺខ្ញុំបុកអំពិលខ្ចីឲ្យម៉ត់តែម្ដងគឺខ្ញុំអត់ចូលចិត្តឲ្យវានៅដុំទេគឺខ្ញុំបុកអំពិលខ្ចីរហូតតតែម៉ត់ហើយអំពិលខ្ចីដែរគឺខ្ញុំប្រើគឺអំពិលខ្ចីដែលអត់មានគ្រាប់តែម្ដងណាបងប្អូនបន្ទាប់ពីអំពិលខ្ចីម៉ត់ល្អហើយគឺខ្ញុំដាក់គ្រឿងទេសចូលមានប្រហុកហើយបន្ថែមម្សៅស៊ុបបន្តិចហើយស្ករត្នោតនេះកន្លះស្លាបព្រាបាយបងប្អូននិយាយទៅរៀងស្ទើមួយស្លាបព្រាបាយរៀងកាចកន្លះស្លាបព្រាបាយបន្តិចណាបងប្អូនអញ្ចឹងគឺខ្ញុំបុករហូតតតែម៉ត់ចូលគ្នាតែប៉ុណ្្នឹងទៅបន្ទាប់មកទៀតហ្នឹងគឺខ្ញុំដាក់សណ្តែកគួរចូលហើយបងប្អូនសម្រាប់សណ្តែកគួរបងប្អូនចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្្នឹងទៅហើយបើបងប្អូនចូលចិត្តត្រប់ពេញប៉ោះអីក៏បងប្អូនអាចបន្ថែមបានដែរប៉ុន្តែភាគច្រើនបុកល្ហុងបែបស្រុកស្រែបងប្អូនគឺអត់សូវប្រើបន្លែអីច្រើនមុខទេនៅពេលដែលយើងបុកអញ្ចឹងបើសិនបន្លែផ្ទាប់គេប្រើច្រើនមុខវិញដូចជាគេមានថែមស្លឹកកទួតស្លឹកកធំថេតឬក៏ផលិតឬក៏អីអញ្ចឹងទៅហើយសម្រាប់ខ្ញុំដែរគឺខ្ញុំដាក់ស្ករត្នោតហើយខ្ញុំបន្ថែមស្ករសហ្នឹងកន្លះស្លាបព្រាបាយទៀតហើយមានអំពិលខ្ចីមែនតែខ្ញុំក៏បន្ថែមក្រូចឆ្មាមួយចំណិតដែរបងប្អូនពីព្រោះស្ករត្នោតគឺមិនសូវជាផ្អែមមុតហើយចំណែកឯអំពិលខ្ចីវិញគឺមិនសូវជាជូរលះដូចក្រូចឆ្មាទេអញ្ចឹងគឺយើងបន្ថែមគ្រឿងដូចថាបន្តិចទៀតចឹងទៅឲ្យរសជាតិរៀងលះណាបងប្អូនអញ្ចឹងនៅពេលដែលយើងលាយគ្រឿងមើលទៅមកល្មមភ្លក់ទៅថាឆ្ងាញ់ហើយគឺដាក់ក្តាមប្រៃចូលតែម្ដងក្តាមប្រៃខ្ញុំថ្ងៃនេះគឺជាក្តាមប្រៃក្តាមស្រែបងប្អូនហើយគឺគេលាយគ្រឿងឲ្យស្រាច់ទេនេះគឺទិញគេទេអត់បានធ្វើខ្លួនឯងទេណាអញ្ចឹងកន្លែងនេះកុំបុកខ្លាំងទេបងប្អូនគ្រាន់តែជ្រុំទេខ្ញុំប្រើត្បាល់ជួយជ្រុំអញ្ចឹងណាព្រោះបើសិនជាបងប្អូនបុកទៅនឹងបែកក្តាមបែកស្នូកក្តាមអីអញ្ចឹងទៅគឺយើងញ៉ាំទៅវាដូចជាមុតអីអញ្ចឹងទៅគឺអត់ស្រួលញ៉ាំទេអញ្ចឹងយើងគ្រាន់តែច្បល់នឹងជ្រុំតិចអត់ឲ្យបែកក្តាមទេបងប្អូនគ្រឿងគ្រាន់តែលាយប៉ុណ្ណឹងមកតំណងបាត់ហើយបងប្អូនឃើញអត់គឺថាអូយឈ្ងុយខ្លាំងមែនតែនហើយក្តាមប្រៃក្តាមស្រែយើងបើធ្វើត្រូវគឺថាក្លិនឈ្ងុយខ្លាំងមែនតែនដល់ពេលត្រូវមួយប្រហុកទៀតគឺរឹតតែឈ្ងុយតែម្ដងហើយបន្ទាប់ពីមើលទៅកូរសពហើយដាក់ល្ហុងចូលមកហើយនឹងតកួនណាបងប្អូនសម្រាប់ល្ហុងហើយនឹងតកួនដែលយើងដាក់មកក្រោយនេះក៏យើងអត់ត្រូវការបុកវាឲ្យម៉ត់ខៃអីដែរយើងអត់ត្រូវការបុកវាឲ្យស្លោកអីខ្លាំងទេយើងគ្រាន់តែកូរច្បល់ធ្វើយ៉ាងណាឲ្យចូលជាតិជាមួយនឹងគ្រឿងដែលយើងលាយមិញហ្នឹងណាបងប្អូនព្រោះអីល្ហុងបើយើងបុករៀងវាថាវាស្លោកខ្លាំងពេកទៅក៏អត់សូវឆ្ងាញ់ដែរបងប្អូនអញ្ចឹងគឺខ្ញុំកូរច្បល់ឲ្យចូលគ្រឿងហើយខ្ញុំប្រើត្បាល់នេះយកមកជ្រុំបន្តិចទេណាបងប្អូនគឺអត់ចង់បុកឲ្យវាស្លោកល្ហុងទេហើយសម្រាប់ល្ហុងខ្ញុំដែរខ្ញុំធ្វើការសាប់ខ្ញុំអត់បានឈូសទេព្រោះអីល្ហុងពេលដែលយើងបុកល្ហុងស្រុកស្រែបែបនេះគឺយើងសាប់ឲ្យចំណិតធំអញ្ចឹងមកគឺថាញ៉ាំទៅត្រូវជាមួយប្រហុកហើយបងប្អូនដូចថាយើងបុកទៅវាអត់សូវស្លោកអត់សូវអីយើងញ៉ាំទៅស្រួយខ្ញោកជាមួយនឹងញ៉ាំត្រូវជាមួយនឹងប្រហុកហ្នឹងគឺត្រូវគ្នាខ្លាំងមែនតើណាបងប្អូនអញ្ចឹងហើយភាគច្រើនបើសិនបុកល្ហុងស្រុកស្រែអញ្ចឹងគឺខ្ញុំអត់សូវជាឈូសទេល្ហុងគឺខ្ញុំសាប់បែបហ្នឹងឯងឥឡូវខ្ញុំរាយរាប់ហ្នឹងគឺថាបុកល្ហុងអំពិលខ្ចីរបស់ខ្ញុំហ្នឹងគឺរួចរាល់បាត់ហើយបងប្អូនមើលទៅតំណងខ្លាំងមែនតើនិយាយទៅខ្ញុំអត់សូវអាចបុកដាក់ម្ទេសបានច្រើនទេដោយសារអ្នកផ្ទះអត់សូវប៉ិនហិលអញ្ចឹងហើយខ្ញុំក៏បន្ថែមម្ទេសក្រៅបែបហ្នឹងឯងហើយពេលណាញ៉ាំគឺខាំម្ទេសខាំអីអញ្ចឹងទៅព្រោះយើងចូលចិត្តហិលយើងអាចញ៉ាំហិលខ្លាំងបានតែឯងអញ្ចឹងណាបងប្អូនហើយនៅពេលដែលយើងដួសបុកល្ហុងយើងដាក់ចានរួចរាល់ហើយយើងទៅរៀប
សាច់មាន់យើងដាក់មកបងប្អូនអូយសាច់មាន់ញ៉ាំមួយបុកល្ហុងត្រូវខ្លាំងមែនតើនិយាយទៅខ្ញុំចង់និយាយថាបុកល្ហុងស្រុកស្រែហ្នឹងគឺញ៉ាំត្រូវជាមួយបន្លែសឹងគ្រប់មុខហើយសាច់វិញណាសាច់មាន់អាំងក៏ត្រូវដែរបើថាសាច់គោអាំងក៏ត្រូវនិយាយទៅគឺសឹងតែត្រូវជាមួយគ្រប់មុខតែម្ដងសម្រាប់វីដេអូរបស់ខ្ញុំដែរមកដល់ត្រឹមនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនស្រឡាញ់ចូលចិត្តបងប្អូនកុំភ្លេចជួយចុច like ម្នាក់មួយផងណាបងប្អូនហើយសម្រាប់បងប្អូនដែលចង់ចេះធ្វើម្ហូបផ្សេងៗបងប្អូនក៏អាច comment ប្រាប់ខ្ញុំបានដែរអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយ